ការមានវិន័យលើខ្លួនឯងមនុស្សយើងត្រូវតែរងការជឿចាប់មួយក្នុងចំណោមការជឿចាប់ទាំងពីរទី1ការជឿចាប់ដោយសារការដាក់វិន័យលើខ្លួនឯងឬទី2ការជឿចាប់ដោយសារការស្ដាយក្រោយការមានវិន័យលើខ្លួនឯងមានន័យថាជាការចាប់ផ្ដើមធ្វើនាពេលឥឡូវនេះនៅរឿងណាមួយដែលពិបាកតែវាអាចនាំផលល្អសម្រាប់អនាគតការទៅក្លឹបដើម្បីហាត់ប្រាណគឺជាការលំបាកឯការអង្គុយលេងហ្គេមនៅលើសាឡុងគឺជារឿងងាយស្រួលការចាប់ផ្ដើមអាជីវកម្មគឺវាលំបាកការចាប់ផ្ដើមអាជីវកម្មគឺវាពិបាកឯការពន្យាពេលគឺជារឿងងាយស្រួលការអានសៀវភៅវាគឺជារឿងពិបាកឯការអង្គុយមើលរឿងគឺជាការងាយស្រួលវាលំបាកនៅក្នុងការក្រោកពីដេកឲ្យបានលឿនប៉ុន្តែវាងាយស្រួលបំផុតដើម្បីសង្ងំដេកនៅលើគ្រែដ៏កក់ក្ដៅគ្រប់រឿងណាដែលនឹងធ្វើឲ្យជីវិតរបស់អ្នកមានការរីកចម្រើនគឺជារឿងដែលពិបាកធ្វើចូលឧស្សាហ៍សួរខ្លួនឯងនៅសំណួរមួយនេះបើមិនបានធ្វើរឿងមួយនេះតើខ្ញុំនឹងមានវិបដិសារីនៅថ្ងៃអនាគតដែរឬអត់ប្រសិនបើចម្លើយគឺមានអ្នកគួរតែត្រូវធ្វើវាឲ្យខានតែបានមិនថាវាជារឿងពិបាកយ៉ាងណាក៏ដោយធ្វើរឿងដែលអ្នកត្រូវធ្វើគំនិតល្អមានច្រើនមិនចេះខ្វះឡើយអ្វីដែលខ្វះនោះគឺឆន្ទៈនៅក្នុងការប្រើប្រាស់គំនិតទាំងអស់នោះវិន័យមានន័យថាការធ្វើការងារទាំងឡាយណាដែលត្រូវធ្វើបើវាត្រូវការខិតខំប្រឹងប្រែងអញ្ចឹងអ្នកត្រូវខិតខំប្រឹងប្រែងឲ្យបានទ្វេដងប្រសិនបើវាត្រូវការឆ្លាតវៃអញ្ចឹងអ្នកត្រូវតែបង្កើតភាពឆ្លាតវៃឲ្យបានទ្វេដងចូលកុំអនុញ្ញាតឲ្យភាពលំបាកធ្វើឲ្យអ្នកមិនហ៊ានធ្វើការដែលអ្នកស្រឡាញ់ចូលចិត្តការពន្យាពេលគឺជាសត្រូវរបស់វិន័យការពន្យាពេលមានន័យថាជាការកិច្ចវេះមិនព្រមធ្វើការងារណាមួយដែលអ្នកចាំបាច់ត្រូវធ្វើតាមរយៈការយកលេសផ្សេងដើម្បីទុកវាធ្វើនៅពេលក្រោយការគ្មានលេសឬគ្មានពាក្យដោះសារវាធ្វើឲ្យអ្នកមានអារម្មណ៍ថាតានតឹងហើយជាធម្មជាតិយើងមិនចង់មានអារម្មណ៍តានតឹងឡើយដូច្នេះទើបយើងចេះតែព្យាយាមរកលេសផ្សេងជាច្រើនលេសដែលនិយមប្រើបំផុតគឺខ្ញុំកំពុងតែរងចាំពេលវេលាដ៏ល្អមួយពេលវេលានឹងមិនចេះតែសមតាមបំណងនឹងមិនអាចល្អឥតខ្ចោះឡើយឧបសគ្គជាច្រើនវានឹងកើតមានឡើងនៅក្នុងដំណើរជីវិតរបស់អ្នកបញ្ហាជាច្រើននឹងព្យាយាមបញ្ចេញឥទ្ធិពលរបស់វាដើម្បីធ្វើឲ្យអ្នកខ្ជិលច្រអូសហើយស្ទាក់ស្ទើរប៉ុន្តែអ្នកត្រូវតែជំនះនៅរាល់បញ្ហាទាំងអស់នោះបញ្ឈប់អារម្មណ៍កញ្ជ្រោលមួយផ្លែតវាគឺពិតជាការលំបាកនៅក្នុងការពន្យាពេលចំពោះភ្លើងចំណងដោយសារយើងចូលចិត្តអារម្មណ៍សប្បាយរីករាយតាមពិតវាមិនមានអ្វីខុសនោះទេប៉ុន្តែបញ្ហាធ្ងន់ធ្ងរកើតមានឡើងនៅពេលដែលអ្នកញៀននឹងការរីករាយដែលកើតឡើងចេញពីសកម្មភាពដែលប៉ះពាល់អនាគតរបស់អ្នកតាមរយៈការធ្វើសកម្មភាពដែលនាំឲ្យអ្នកសោកស្ដាយនៅពេលអនាគតនៅថ្ងៃណាមួយអ្នកនឹងសួរមកកាន់ខ្លួនឯងថាមូលហេតុអ្វីបានជាអ្នកធ្វើរឿងទាំងនោះអ្នកត្រូវតែថ្លឹងថ្លែងរឿងទាំងពីរជ្រុងទាំងបច្ចុប្បន្នកាលនិងទាំងអនាគតកាលអ្នកគួរតែរីករាយជាមួយនឹងបច្ចុប្បន្នកាលប៉ុន្តែមិនមែននៅក្នុងន័យបំផ្លាញអនាគតរបស់អ្នកទេការធ្វើជាមនុស្សខ្ជិលច្រអូសនោះអ្នកនឹងមិនអាចនឹងរីករាយទាំងក្នុងអនាគតកាលនិងក្នុងបច្ចុប្បន្នកាលរបស់អ្នកបានឡើយធ្វើវាឥឡូវនេះការចូលចិត្តទម្លាប់ពន្យាពេលទុករហូតដល់ថ្ងៃស្អែកប្រហែលជាមានន័យថាអ្នកចង់ស្លាប់ដោយបន្សល់ទុកនៅរឿងជាច្រើនដែលអ្នកមិនបានធ្វើពេលវេលាគឺមិនដែលល្អឥតខ្ចោះឡើយតែប្រសិនបើពេលវេលាល្អឥតខ្ចោះអាចមានមែនអ្នកប្រហែលជានឹងយឺតពេលខ្លាំងព្រោះតែការរងចាំរបស់អ្នកអាចរងចាំគ្រប់យ៉ាងដែលអ្នកចង់បានតែគ្មានអ្វីដែលធានាបានថាអ្វីទាំងនោះនឹងអាចកើតមានឡើងឡើយឬក៏អ្នកអាចយកជំរើសទី2គឺចាប់ផ្ដើមក្នុងពេលនេះហើយឆ្ពោះទៅសម្រេចគោលដៅរបស់អ្នកទាំងអស់នោះអ្នកមិនគួររងចាំការមកដល់នៃពេលវេលាល្អឥតខ្ចោះរងចាំធនធានគ្រប់គ្រាន់ឬរងចាំមានបទពិសោធន៍ឲ្យបានគ្រប់គ្រាន់ឡើយបើទោះបីជាអ្នកមិនមានផែនការដ៏ល្អឥតខ្ចោះមិនមានការយល់ដឹងគ្រប់ជ្រុងជ្រោយក៏ដោយក៏អ្នកអាចចាប់ផ្ដើមនៅក្នុងពេលនេះហើយរៀនឆ្វេងយល់ពីវាបន្ថែមតទៅមុខទៀតបានគ្មានផ្លូវកាត់ទេកុំព្យាយាមរកវិធីណាដែលងាយស្រួលទោះបីជាអ្នកដឹងពីគន្លឹះនិងផ្លូវកាត់ផ្សេងជាច្រើនប៉ុន្តែអ្នកនៅតែត្រូវធ្វើសកម្មភាពដោយខ្លួនឯងដដែលនឹងមានមនុស្សជាច្រើនចូលចិត្តផ្ដោតខ្លាំងហួសទៅលើការរៀនសូត្រជាជាងការអនុវត្តការរៀនសូត្រគឺជាការល្អប៉ុន្តែការរៀនសូត្រតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេអ្នកត្រូវតែធ្វើការងារដើម្បីសម្រេចបានកិច្ចការទាំងឡាយមុននឹងអ្នកចាប់ផ្ដើមធ្វើអ្វីមួយកុំព្យាយាមរកផ្លូវកាត់ជំហានដំបូងគឺអ្នកត្រូវតែចាប់ផ្ដើមនិងបន្ទាប់មកអ្នកត្រូវតែរៀនឆ្វេងយល់អំពីវិធីសាស្ត្រផ្សេងដើម្បីធ្វើការងារទាំងនោះឲ្យបានកាន់តែលឿនកុំឲ្យបរាជ័យបញ្ឈប់អ្នកជីវិតគឺតែងតែមានឡើងមានចុះពេលខ្លះអ្នកក៏ធ្វើបានល្អថ្ងៃខ្លះទៀតអ្នកក៏ធ្វើមិនបានល្អ
មានរឿងអប់រំមួយដំណាលថាការគ្រាមួយមានស្ដេចមួយអង្គបានកោះហៅបរោះដែលមានចំណេះដឹងជ្រៅជ្រះទាំងអស់មកចូលគាល់ហើយបានសួរពួកគេថាតើមានពាក្យបួងសួងឬក៏សំណុំពរណាមួយដែលអាចជួយបានគ្រប់ស្ថានភាពគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទាំងអស់ឬអត់ដែលអាចជួយនៅរាល់សេចក្តីរីករាយរាល់សេចក្តីទុក្ខព្រួយរាល់បរាជ័យនិងនៅរាល់ជោគជ័យទាំងអស់បានឬអត់ចម្លើយត្រូវមានតែមួយគត់សម្រាប់សំណួរទាំងអស់បរោះដែលមានចំណេះដឹងទាំងអស់ឆ្លើយមិនចេញនៅសំណួររបស់ស្ដេចមានបរោះវ័យចំណាស់ម្នាក់សូមស្នើថ្វាយព្រះអង្គនៅរបស់មួយដែលអាចបកស្រាយរាល់សំណួរទាំងនោះបានគាត់ក៏បានធ្វើដំណើរទៅជួបស្ដេចនិងថ្វាយស្ដេចនៅរបស់មួយនោះដោយបានសរសេរនៅលើក្រដាស់ដែលដាក់លក្ខខណ្ឌថាស្ដេចមិនអាចបើកមើលវាបានដោយការចង់ដឹងចង់ឃើញជ្រុលហួសហេតុពេកទេលុះត្រាតែនៅពេលដែលមានគ្រោះថ្នាក់បំផុតគឺពេលដែលស្ដេចទ្រង់គិតថានៅតែម្នាក់ឯងហើយមើលទៅទំនងប្រហែលជាគ្មានផ្លូវទេទើបទ្រង់អាចមើលវាបានស្ដេចបានរក្សាទុកក្រដាស់នៅក្រោមចិញ្ចៀនពេជ្ររបស់ទ្រង់ពេលក្រោយមកមាននគរជិតខាងមួយបានវាយលុកអាណាចក្ររបស់ទ្រង់ស្ដេចនិងកងទ័ពរបស់ទ្រង់បានប្រយុទ្ធដោយភាពអង់អាចក្លាហានប៉ុន្តែនៅតែចាញ់ក្នុងសមរភូមិស្ដេចត្រូវបានភៀសព្រះកាយតាមរយៈសេះរបស់ទ្រង់និងមានសត្រូវជាច្រើនបានបណ្ដេញតាមពីក្រោយកាន់តែគៀកទៅភ្លាមនោះស្ដេចក៏បានដឹងថាទ្រង់បានមកដល់ផ្លូវទាល់ផ្លូវដែលមិនអាចមានច្រកចេញទៅណាទៀតរស់នៅខាងមុខគឺជាជ្រោះថ្មមួយដែលមានជម្រៅរាប់ពាន់ម៉ែត្របើស្ដេចហ៊ានលោតចុះទ្រង់ប្រកាសជាគ្មានជីវិតឡើយហើយស្ដេចក៏មិនអាចត្រឡប់ក្រោយបានទេដោយសារផ្លូវវាតូចចង្អៀតនឹងណាមួយសម្លេងជើងសេះរបស់សត្រូវក៏បានខិតជិតមកដល់ស្ដេចប្រាជាអន្ទះអន្ទែងនៅលេងសុកដោយមើលទៅហាក់ដូចជាគ្មានផ្លូវចេញទៀតឡើយភ្លាមនោះស្ដេចក៏បានឃើញចិញ្ចៀនពេជ្ររបស់ទ្រង់បានបញ្ចេញពន្លឺនៅក្រោមកម្ដៅថ្ងៃហើយទ្រង់ក៏បាននឹកឃើញដល់សារមួយដែលលាក់ទុកនៅក្នុងក្រោមចិញ្ចៀននោះព្រះអង្គបានបើកចិញ្ចៀនពេជ្រហើយអានសារនោះដែលបានសរសេរថាអ្វីនឹងកន្លងផុតទៅស្ដេចបានអានសារនោះហើយអានទៀតភ្លាមមានកតិមួយយ៉ាងបានដាស់តឿនទ្រង់ថាទៅហើយរឿងនេះក៏នឹងកន្លងផុតទៅដែរទើបតែប្រហែលថ្ងៃមុននេះខ្ញុំកំពុងតែសោយសុខនៅក្នុងអាណាចក្ររបស់ខ្ញុំគឺជាស្ដេចដែលខ្លាំងជាងគេបំផុតក្នុងចំណោមស្ដេចទាំងអស់ប៉ុន្តែថ្ងៃនេះអាណាចក្ររបស់ខ្ញុំទាំងមូលនិងសេចក្តីសប្បាយរីករាយរបស់ខ្ញុំទាំងអស់បានបាត់បង់មួយរំពេចខ្ញុំឈរនៅទីនេះកំពុងតែត្រូវរត់គេចពីសត្រូវជាច្រើនកាលណាពេលវេលាដ៏សប្បាយរីករាយបានបាត់បង់ទៅថ្ងៃនេះគ្រោះគង់តែនឹងកន្លងផុតទៅដែរមិនខានទឹកមុខរបស់ទ្រង់ពោពេញទៅដោយភាពស្ងប់ស្ងាត់ស្ដេចឈរនៅទីនោះមួយកន្លែងដែលហុំព័ទ្ធទៅដោយធម្មជាតិដ៏ស្រស់ស្អាតស្ដេចទ្រង់មិនដែលបានដឹងសោះថាកន្លែងដ៏ស្រស់ស្អាតបែបនេះមាននៅក្នុងអាណាចក្ររបស់ព្រះអង្គពេលយល់ពីអាចកំបាំងរបស់សារមួយនោះវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងមកលើទ្រង់ព្រះអង្គបានសម្រាកចុះហើយភ្លេចគិតអំពីសត្រូវដែលកំពុងដេញតាមទ្រង់បន្ទាប់ពីមួយសន្ទុះក្រោយមកទ្រង់បានដឹងថាសម្លេងរបស់សេះនិងសម្លេងរបស់សត្រូវជាច្រើនដែលប្រដេញមកនោះចាប់ផ្ដើមរសាត់ទៅកាន់តែឆ្ងាយទៅសត្រូវបានផ្លាស់ប្ដូរទៅផ្លូវផ្សេងមួយទៀតនៅជួរភ្នំនិងមិនបានដឹងនោះទេថាស្ដេចនៅកន្លែងណាស្ដេចបានរៀបចំកងទ័ពរបស់ទ្រង់ឡើងវិញនិងបានប្រយុទ្ធម្ដងទៀតព្រះអង្គបានយកឈ្នះសត្រូវហើយបានកាន់កាប់អាណាចក្ររបស់ទ្រង់បន្ទាប់ពីទទួលបានជ័យជំនះទ្រង់ក៏បានត្រឡប់មកកាន់អាណាចក្ររបស់ព្រះអង្គវិញព្រះអង្គទទួលបានអ្នកគាំទ្រជាច្រើនហើយទីក្រុងទាំងមូលសប្បាយត្រេកអរនឹងជ័យជំនះគ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយផ្កាជាច្រើនត្រូវបានបាចថ្វាយស្ដេចពីគ្រប់ផ្ទះពីគ្រប់ទិសទីប្រជារាស្ត្រទាំងអស់បានរាំច្រៀងយ៉ាងសប្បាយមួយសន្ទុះក្រោយមកស្ដេចមានបន្ទូលថាខ្ញុំជាស្ដេចមួយអង្គដែលក្លាហាននិងអស្ចារ្យបំផុតវាគឺមិនមែនជារឿងងាយស្រួលឡើយដើម្បីព្រួលទ្រង់ភ្លាមនោះចិញ្ចៀនពេជ្ររបស់ទ្រង់បានបញ្ចេញពន្លឺក្រោមកម្ដៅព្រះអាទិត្យព្រះអង្គបានបើកចិញ្ចៀនឲ្យអានសារឡើងវិញអ្វីនឹងកន្លងផុតទៅ